បាទចឹងដើម្បីធ្វើការដឹងថាតើ account TikTok របស់យើងអាចមានសិទ្ធិរកលុយជាមួយនឹងក្រុមហ៊ុន TikTok ដែរឬក៏អត់យើងចូលទៅឆែកមើល account TikTok យើងមកបាទបន្ទាប់មកបងប្អូនមើលទៅខាងលើគេដាក់ស្ដាំខាងលើស្ដាំដៃមានសញ្ញាត្រេ3ហ្នឹងចុចលើហ្នឹងមកបាទបន្ទាប់មកបងប្អូនមើលមកក្រោមដែលដាក់រូបក្បាលមនុស្សណាគេដាក់ថា TikTok Studio ចុចលើពាក្យហ្នឹងមកបាទបន្ទាប់ពីនោះបងប្អូនមើលមកលើកន្លែងដែលគេមានដាក់ថា monetization បាទ monetization ហ្នឹងបន្ទាប់មកបងប្អូនមើលមកខាងក្រោមដែលគេដាក់ថា creator reward program ចុចលើពាក្យហ្នឹងមកបាទអញ្ចឹងខ្ញុំសូមបញ្យល់បងប្អូនបន្តិចថានៅពេលដែលបងប្អូនសូមថយមកក្រោយបន្តិចសិនណានៅពេលដែលបងប្អូនឃើញពាក្យ creator reward program បានន័យថា TikTok របស់បងប្អូនគឺអាចមានសិទ្ធិរកលុយជាមួយនឹងក្រុមហ៊ុន TikTok បានប៉ុន្តែយើងត្រូវចូលទៅមើលសិនថាគេមានដាក់លក្ខខណ្ឌអីខ្លះដើម្បីយើងអាចមានសិទ្ធិរកលុយជាមួយនឹងក្រុមហ៊ុន TikTok អញ្ចឹងយើងចូលទៅកាន់កម្មវិធីនឹងសិនមក Creator Reward Program ហ្នឹងមកបាទបន្ទាប់មកបងប្អូនមើលមកក្រោមដែលមានចំនួន3ចំណុចហ្នឹងចំណុចទី1គេនិយាយថាអាយុចាប់ពី19ឆ្នាំទើបយើងអាចមានសិទ្ធិរកលុយជាមួយនឹង TikTok បានចំណុចទី2គឺយើងត្រូវតែរកឲ្យបានចំនួន 10k follower ទើបយើងអាចរកលុយជាមួយនឹង TikTok បានចំណុចទី3គឺវីដេអូរបស់យើងគឺត្រូវតែមានអ្នកមើលចំនួន 100k ក្នុងរយៈពេល30ថ្ងៃប្រសិនបើ30ថ្ងៃហ្នឹងយើងរកអត់បានចំនួន 100k view ហ្នឹងទេគឺយើងអាចដាក់ពាក្យស្នើរកលុយបានទេអញ្ចឹងយើងត្រូវធ្វើម៉េចឲ្យបានគ្រប់គោលការណ៍ទាំង3ចំណុចដែលគេបានកំណត់ហ្នឹងហើយយើងធ្វើការដាក់ស្នើសុំនៅខាងក្រោមដែលគេដាក់ថា notify me when I'm eligible អញ្ចឹងយើងចុចលើពាក្យហ្នឹងទៅគេនឹងធ្វើការត្រួតពិនិត្យ account របស់យើងហើយនឹងបើកឲ្យយើងរកលុយហើយបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនចូលចិត្តហើយចំណុចណាដែលបងប្អូនអត់យល់បងប្អូនអាច comment នៅក្នុងវីដេអូនេះបានឬក៏អាចតាក់ទងមកកាន់ Telegram របស់ខ្ញុំបានបាទអរគុណជួបគ្នានៅវីដេអូក្រោយកុំភ្លេច Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាយបាយ